ហេតុអ្វីបានជាការដំឡើងពន្ធ49%របស់អាមេរិកប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្លាំងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគុយនិងរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាទំនិញសំខាន់ដែលកម្ពុជាបាននាំចេញច្រើនជាងគេរួមមានសម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ផ្លែឈើនិងគ្រាប់ផ្លែឈើដែលអាចបរិភោគបានម៉ាស៊ីននិងឧបករណ៍អគ្គិសនីស្បែកជើងកៅស៊ូនិងផលិតផលធ្វើអំពីកៅស៊ូរួមនឹងទំនិញសំខាន់ផ្សេងទៀតផលប៉ះពាល់ដែលអាចកើតមានរួមមានការបាត់បង់ការប្រកួតប្រជែងទំនិញកម្ពុជានឹងមានតម្លៃថ្លៃជាងមុននៅលើទីផ្សារអាមេរិកបើធៀបនឹងទំនិញពីប្រទេសដែលមិនជាប់ពន្ធខ្ពស់ការថយចុះការនាំចេញអ្នកបញ្ជាទិញនៅអាមេរិកអាចនឹងបង្វែរទៅរកអ្នកផ្គត់ផ្គង់ពីប្រទេសផ្សេងដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាធ្លាក់ចុះការបាត់បង់ការងារការបញ្ជាទិញធ្លាក់ចុះអាចនាំទៅដល់ការបិទរោងចក្រឬកាត់បន្ថយបុគ្គលិកជាពិសេសក្នុងវិស័យកាត់ដេរដែលមានកម្មករកម្មការិនីរាប់សែននាក់ភាគច្រើនជាស្ត្រីកំណើនសេដ្ឋកិច្ចយឺតយ៉ាវដោយសារវិស័យនាំចេញជាចលករសំខាន់នៃសេដ្ឋកិច្ចកម្ពុជាការធ្លាក់ចុះនៃវិស័យនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូលប៉ះពាល់ដល់ជីវភាពប្រជាជនការបាត់បង់ការងារនឹងប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលនិងជីវភាពរស់នៅរបស់កម្មករនិងគ្រួសាររបស់ពួកគេកន្លងមកមានការពិភាក្សាអំពីលទ្ធភាពដែលកម្ពុជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីសហរដ្ឋអាមេរិកដែលជាការលើកលែងពន្ធសម្រាប់ទំនិញមួយចំនួនការបាត់បង់ GSP ក៏នឹងធ្វើឲ្យទំនិញកម្ពុជាមួយចំនួនត្រូវជាប់ពន្ធធម្មតារបស់អាមេរិកដែលនឹងធ្វើឲ្យថ្លៃដើមកើនឡើងដែរ